ខ្ញុំបកណាសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់ព្រះអង្គនិងសូមគោរពបងប្អូនជនរួមជាតិជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមានកិត្តិយសវិលត្រឡប់មកជួបបងប្អូនជនរួមជាតិសាជាថ្មីអរគុណថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទថ្មីមួយសម្រាប់បងប្អូនជនរួមជាតិនិងទូលថ្វាយព្រះអង្គជាទីសន្តាប់អំពីស្ថានភាពនៃវិបត្តិរបស់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាក្រោយមានចំនួនព្រំដែនអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកនៅដោយសារតែមានហេតុការណ៍នៃការកើតឡើងនៃចំនួនរវាងកម្ពុជានិងថៃកន្លងទៅថ្មីនេះហើយអត់ទាន់បានចប់សពគ្រប់នៅឡើយទេហើយអ្វីដែលជាវិបត្តិធ្ងន់ធ្ងរសម្រាប់បងប្អូនប្រជាពលរដ្ឋយើងជាពិសេសបងប្អូនពលករចំណាក់ស្រុកដែលចាកចេញពីប្រទេសកម្ពុជាទៅធ្វើការនៅប្រទេសថៃហើយត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺជាប្រធានបទដ៏សំខាន់មួយដែលអ្នកសិក្សាស្រាវជ្រាវជាពិសេសគឺយើងឃើញហើយនៅរបាយការណ៍ថ្មីនេះរបស់អង្គការសិទ្ធិមនុស្សនានាជាពិសេសគឺអង្គការ Human Rights Watch ដែលបានរកឃើញអំពីស្ថានភាពនៃវិបត្តិរបស់បងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញនេះគឺមានភាពធ្ងន់ធ្ងរហើយយើងខ្ញុំនឹងសូមជម្រាបជូនបងប្អូនជនរួមជាតិដូចតទៅនេះតើបងប្អូនពលករខ្មែរដែលធ្លាប់មកធ្វើការធ្លាប់ទៅធ្វើការនៅប្រទេសថៃនោះគឺមានប្រមាណបើយើងគិតមុនវិបត្តិឬក៏មុនចំនួនកើតឡើងនេះបើយោងទៅលើឯកសារផ្លូវការរបស់ក្រសួងការងារប្រទេសថៃតាមពិតខ្ញុំអត់បានយកទិន្នន័យនេះពីក្រសួងការងារខ្មែរទេដោយសារតែវាពិបាកស្វែងរកប៉ុន្តែបើយោងទៅលើការចុះផ្សាយរបស់កាសែតឬសារព័ត៌មានហើយនឹងដោយយោងទៅលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថៃគឺយើងឃើញថាដែលពលករខ្មែរដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃមុនពេលមានចំនួនគឺមានជាផ្លូវការគឺមានន័យថាពលករផ្លូវការពាក្យថាផ្លូវការនៅពេលនេះគឺយើងចង់និយាយថាបងប្អូនដែលមានឯកសារការងារត្រឹមត្រូវដែលបញ្ជាក់ពីក្រសួងការងារកម្ពុជាផងហើយពីក្រសួងការងារថៃហើយដែលយើងមានអនុសាសនៈរួមមួយដែលយើងទាំងអស់គ្នានោះក៏ហៅថា MOU អញ្ចឹងបងប្អូនពលករខ្មែរលោកស្គាល់តែ MOU ទេហៅពលករ MOU អញ្ចឹងហើយបានជាយើងពាក្យថា MOU នេះគឺជាពលករដែលធ្វើការនៅប្រទេសថៃស្របច្បាប់អញ្ចឹងបើយើងសរុបទិន្នន័យគឺយើងរកឃើញថាមានប្រហែល52,000 នាក់អានេះផ្លូវការណាមានឯកសារត្រឹមត្រូវ52មានន័យថាជាងកន្លះលានអ្នកនៅដែលកំពុងធ្វើការនៅថៃមុនពេលមានចំនួនហើយបើគិតអ្នកដែលអត់មានការឯកសារវិញសំទោសមិនអត់ការងារទេគឺអត់ឯកសារទេវិញដែលកំពុងធ្វើការនៅប្រទេសថៃដែរឬក៏ដែលបានធ្វើការនៅប្រទេសថៃគឺមានរហូតដល់ជិត1.3 លានអ្នកអញ្ចឹងច្រើនជាងពលករដែលធ្វើការស្របច្បាប់គឺជិតរហូតដល់3 ដងហើយអានេះគឺជាសិតតែជាទិន្នន័យក្រៅផ្លូវការទេប៉ុន្តែបើតាមការស្មានរបស់អ្នកជំនាញខ្លះហើយខ្ញុំក៏ធ្លាប់សិក្សាពីបញ្ហាពលករចំណាក់ស្រុកនេះដែរសិក្សាស្រាវជ្រាវដែរគឺយើងរកឃើញក្នុងអំឡុងឆ្នាំមុនកូវីដសំទោសមុនកូវីដគឺប្រហែលជាឆ្នាំ2019ចុង2019កាលនោះខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវមួយគឺមានរហូតដល់ជិត3 លាននាក់អានេះគឺសរុបទាំងមានឯកសារស្របច្បាប់ហើយនិងគ្មានឯកសារស្របច្បាប់អានេះគឺជាពលករដូច្នេះបើយើងគិតទៅទិន្នន័យនេះគឺយើងច្រើនណាស់សឹងតែខ្មែរយើងរត់អស់យុវជនដែលពេញកម្លាំងការងារគឺរត់ចេញពីប្រទេសទៅប្រទេសក្រៅដើម្បីតែបញ្ហាមួយគឺបញ្ហាកាពះបញ្ហាម្ហូបអាហារឬក៏ស្បៀងអាហារដើម្បីរស់អានេះហើយជាសោកនាកម្មមួយដែលប្រជាជាតិយើងទទួលរងទាំងអស់គ្នាហើយអានេះគិតតែប្រទេសថៃចុះនៅប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូងដូចជានៅម៉ាឡេស៊ីដូចនៅជប៉ុនដូច្នេះសរុបទៅគឺខ្មែរបានដែលពេញកម្លាំងពលកម្មគឺមានរហូតដល់ចូល
ចូល5 6 4 3 4លានអ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេសហើយស្របពេលដែលប្រទេសកម្ពុជាយើងគឺគ្មានលទ្ធភាពរកការងារឲ្យបងប្អូនជនរួមជាតិយើងធ្វើជាពិសេសយុវជនហើយអញ្ចឹងតើសួរថាដែលពេលដែលពលករទៅធ្វើការនៅប្រទេសថៃហ្នឹងគឺវាមានសារៈសំខាន់ឬក៏វាមានឆាប់បាច់ឬក៏មានបានផលប្រយោជន៍អីខ្លះទៅដល់ប្រទេសកម្ពុជានិងប្រទេសថៃសម្រាប់ប្រទេសថៃគឺមានន័យថាវាក៏ជាការរួមចំណែកមួយរបស់បងប្អូនពលករយើងដែលទៅធ្វើការនោះគឺបានជួយនៅកម្លាំងពលកម្មរបស់គេដែលធ្វើឲ្យចរន្តនៃធុរកិច្ចឬក៏ចរន្តនៃការផលិតរបស់គេនឹងគឺមានដំណើរការដោយសារតែនៅប្រទេសថៃគឺគាត់ក៏មានការខ្វះខាតនៅកម្លាំងពលកម្មហើយដូច្នេះអានេះវាជាការជួយគ្នាទៅវិញទៅមកគឺគេមានការងារធ្វើយើងមានកម្លាំងពលកម្មហើយជាការរួមចំណែកដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះបន្តដំណើរទៅមុខស្របតាមផលប្រយោជន៍នៃប្រទេសរៀងៗខ្លួនសម្រាប់ប្រទេសកម្ពុជាគឺយើងឃើញថាដែលបើយោងទៅលើទិន្នន័យដែលខ្ញុំបានស្រាវជ្រាវឃើញនៅក្នុងសារព័ត៌មានបរទេសទេខ្ញុំអត់មានឯកសារផ្លូវការពីប្រទេសកម្ពុជាទេប៉ុន្តែយើងធម្មតាយើងយកមក live show គឺយើងប្រភពព័ត៌មានណាដែលយើងអាចយកបានគឺយកមកជម្រាបជូនបងប្អូនជនរួមជាតិទៅយើងដឹងទាំងអស់គ្នាទៅហើយយើងយកអាទិន្នន័យនេះយកទៅពិភាក្សារួមគ្នាទៅទាំងអស់គ្នាថាតើអាទិន្នន័យទាំងអស់ហ្នឹងទិន្នន័យមួយណាដែលមានផលប្រយោជន៍និងផ្លូវការហើយគួរទុកចិត្តបានអញ្ចឹងសម្រាប់ប្រទេសកម្ពុជាគឺយើងរកឃើញថាដែលពលករដែលទៅធ្វើការនៅប្រទេសថៃហើយរកចំណូលបានហើយផ្ញើលុយនោះត្រឡប់មកប្រទេសកម្ពុជាវិញគឺបានចូលរួមចំណែកក្នុងការពិវត្តសេដ្ឋកិច្ចរបស់កម្ពុជារហូតដល់ 7% នៃ GDP គឺមិនមែនថាអាចចំណូលរបស់កម្ពុជាសរុបនោះគឺមានន័យគ្រាន់តែពលករប្រទេសថៃមួយគឺមានរហូតដល់7% គឺ6.8% ដែលជាទិន្នន័យមួយគឺយើងឃើញថាខ្ពស់ដែរមិនទាបទេណាអានេះយើងឃើញថាវាតិច 6-7% ប៉ុន្តែនៃ GDP គឺធំដែរធំធេងសូម្បីតែប្រទេសថៃដែលនាំទំនិញទៅប្រទេសកម្ពុជាហើយលក់ទំនិញទៅឲ្យកម្ពុជាសប្តាហ៍ថ្ងៃនេះគឺក៏មានក្នុងរង្វង់ប្រហែលជា 6% នៃ GDP របស់គេដែរអញ្ចឹងមានន័យថាយើងគ្រាន់តែពលករទៅធ្វើការនៅស្រុកគេគឺរកចំណូលឲ្យជាតិបានរហូតដល់ 7% នៃ GDP តែប្រទេសថៃដែលនាំទំនិញចូលមកកម្ពុជាគឺមានន័យថាគេរកចំណូលបានក្នុងរង្វង់ប្រហែលជា 6% ដែរដូច្នេះគឺមានន័យថាគឺវាកម្លាំងនៃការផ្លាស់ប្ដូរហ្នឹងគឺវាមានទៅវាមកពឹងទៅពឹងមកមិនដូចបងប្អូនខ្លះដែលថាអូថៃដែលឯងធ្វើមានបញ្ហាអីចឹងទៅធ្វើឲ្យស្លាប់សេដ្ឋកិច្ចអីគឺមានន័យថាវាស្លាប់ទៅវិញទៅមកអត់មានពីណារស់ពីណាស្លាប់ទេកាលណាយើងមានបញ្ហាយើងមានចំនួនគឺអ្នកស្លាប់គឺទាំងអស់គ្នាជាពិសេសនៅប្រទេសថៃគឺយើងឃើញថាដែល impact ភាសាអង់គ្លេសហៅ impact គឺផលទទួលនៃអ្វីដែលបានកើតឡើងនៅក្នុងរឿងចំនួននេះគឺទៅលើវិស័យសេដ្ឋកិច្ចគឺយើងឃើញថាវាមានវិបត្តិដែរប៉ុន្តែវិបត្តិគឺវាធ្លាក់ទៅលើគេអ្នកមានលុយប៉ុន្តែយើងវិបត្តិយើងវាធ្លាក់មកពលរដ្ឋមកដល់ប្រជាជនដែលក្រីក្រផងហើយជាប់បំណុលផងហើយនេះហើយជាបញ្ហាដែលយើងកំពុងប្រឈមហើយយើងមិនចង់ឲ្យវាមានការកើតឡើងទេប៉ុន្តែមានបងប្អូនខ្លះគាត់ថាអូបន់ឲ្យតែវាកើតអញ្ចឹងទៅឲ្យបងប្អូនត្រឡប់មកវិញអស់ប៉ុន្តែសួរថាទីទៀតខ្ញុំនឹងជម្រាបជូនហើយបងប្អូនថាតើពេលដែលគាត់ត្រឡប់មកប្រទេសកម្ពុជាវិញតើគាត់មានបញ្ហាប្រឈមអីខ្លះតាក់ទងនឹងការវិលត្រឡប់របស់បងប្អូនពលករទាំងអស់នេះហើយតើកត្តាអីដែលយើងរកឃើញថាតើកត្តាអីដែលជំរុញឲ្យបងប្អូនពលករខ្មែរចាក់ចេញពីប្រទេសរបស់ខ្លួនឯងហើយទៅធ្វើការនៅប្រទេសផ្សេងជាពិសេសនៅប្រទេសថៃនេះគឺច្រើនជាងគេគឺគេរកឃើញថាវាមានបញ្ហាច្រើនទី1គឺមានន័យថាតាក់ទងទៅនឹងកង្វះខាតនៃឱកាសការងាររបស់កម្ពុជាខ្លួនឯងនេះដែលរដ្ឋាភិបាលគាត់មានន័យថាយើងមិនប្រើពាក្យថាអសមត្ថភាពអីធ្ងន់ធ្ងរទេប៉ុន្តែគាត់មានន័យថាគាត់អត់បាន
បំពេញតាមតម្រូវការឬក៏សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រូវការការងារពីព្រោះការងារនេះណាបងប្អូនវាគឺជាជីវិតការងារគឺជីវិតពីព្រោះហេតុអីបានថាការងារជីវិតពីព្រោះបើសិនជាពលរដ្ឋម្នាក់ឬក៏នរណាម្នាក់ដែលគ្មានការងារធ្វើគឺអត់មានប្រាក់ចំណូលហើយតែកាលណាអត់ប្រាក់ចំណូលគឺមានន័យថាអត់អីទទួលទានតែកាលណាអត់អីទទួលទានគឺវាស្លាប់ហើយអញ្ចឹងបានគេនិយាយនៅក្នុងឯកសារមួយដែលខ្ញុំធ្លាប់អានហើយឯកសារនេះប្រហែលជាមាននៅក្នុងរាជបណ្ឌិតស្រីកម្ពុជាខ្ញុំអានប្រហែលជា7 8ឆ្នាំហើយជាការសិក្សាឬក៏សរសេររួមគ្នារវាងអ្នកប្រាជ្ញអ្នកកម្ពុជា3នៅប្រទេសភូមាគឺមានអ្នកខាងវិស័យពេទ្យខាងវិជ្ជាបណ្ឌិតហើយខាងអ្នកចិត្តសាស្ត្រហើយនិងពុទ្ធសាសនាខាងប្រសង់ដែលចូលរួមចំណែកក្នុងការសេសភៅនោះគឺគាត់ប្រើពាក្យហ្នឹងគាត់ថាដែលការងារគឺវាជាជីវិតចឹងហើយបានខ្ញុំយល់ពីតម្លៃនៃការងារនេះយល់ពីគុណតម្លៃនៃការងារកាលណាអត់ការងារគឺស្មើនឹងជីវិតស្លាប់ហើយចឹងហើយបានតិចទៀតខ្ញុំនឹងជម្រាបជូនបងប្អូនអំពីវិបត្តិអីខ្លះដែលយើងកើតឡើងក្រោយការវិលត្រឡប់នៃបងប្អូនជនរួមជាតិរបស់យើងឬក៏ពលករខ្មែរចំណាក់ស្រុកទៅប្រទេសថៃនេះអញ្ចឹងនេះជាកត្តាដែលធ្វើឲ្យពលករគាត់ចាក់ស្រុកទី1គឺមានន័យថារដ្ឋាភិបាលគាត់ខ្វះខាតនៅការងារដែលពិបាករកអត់បានហើយទី2បើកប្រាក់ឬក៏ចំណូលបានតិចហើយអីតិចហើយហ្នឹងគឺពិបាកបើកជាពិសេសសិទ្ធិសេរីភាពអីសឹងអស់ជាពិសេសបងប្អូនអ្នកធ្វើការក្រៅប្រព័ន្ធគឺគ្នាចាប់មែនទែនព្រោះខ្ញុំធ្លាប់នៅខាងវិស័យសិទ្ធិមនុស្សវិស័យការងារនេះយូរឆ្នាំខ្ញុំដឹងរឿងច្រើនតាក់ទងនឹងរឿងបញ្ហាហ្នឹងគឺមានន័យថាបងប្អូនយើងគឺពិបាកណាស់ជាពិសេសពួកធ្វើការក្រៅប្រព័ន្ធមានន័យថាពួករកប្រាក់ចំណូលពីការងារមិនទៀងទាត់ដូចជារោងចក្រដូចជាអង្គការក្រៅរដ្ឋាភិបាលឬក៏ស្អីអាហ្នឹងគេហៅការងារក្នុងប្រព័ន្ធតែបើការងារក្រៅប្រព័ន្ធគឺមានន័យថាជួនអីគាត់ទៅធ្វើសំណង់ 4-10 ថ្ងៃប៉ុន្តែសំណង់ខ្លះវាធ្វើយូរអីមែនប៉ុន្តែនៅស្រុកយើងគឺអត់ទាន់មានច្បាប់តាក់ទងឬក៏អត់មានសហជីពតាក់ទងនឹងពួកការងារដែលក្រៅប្រព័ន្ធនេះឲ្យបានដិតដល់ទេហើយខាងអង្គការសង្គមស៊ីវិលជាច្រើនកាលខ្ញុំនៅធ្វើកិច្ចការនោះគឺយើងបានជំរុញទៅរដ្ឋាភិបាលឲ្យបញ្ចូលបងប្អូនទាំងអស់នោះទៅជាកម្មករឬក៏ជាពលករដែលឬក៏ជាកម្លាំងពលកម្មដែលធ្វើក្នុងប្រព័ន្ធច្បាស់លាស់ព្រោះបើមិនចឹងគ្នាបាត់បង់នៅអត្ថប្រយោជន៍អីផ្សេងទៀតច្រើនហើយវាជាបញ្ហាដែលនៅពេលដែលគាត់អត់មានការងារធ្វើនៅពេលអីទៅគឺបញ្ហាដែលអត់ប្រាក់ចំណូលនេះគឺជាបញ្ហាដែលតាក់ទងទៅនឹងជីវិតរបស់គាត់អញ្ចឹងហើយបានខ្ញុំថាការងារនេះគឺជាបញ្ហានៃជីវិតហើយបញ្ហាមួយទៀតដែលគេរកឃើញដែរគឺតាក់ទងទៅនឹងជួនឯងគាត់ចង់ទៅខ្លួនឯងគាត់ចង់ទៅប្រទេសថៃហ្នឹងទៅធ្វើការទៅខ្លួនឯងទេវាអត់មានបញ្ហាដែលចំណុចមួយទៀតដែលគេរកឃើញគឺដោយសារតែបញ្ហាបំណុលគឺមានន័យថាគាត់រកការងារបានរកចំណូលបាននៅក្នុងប្រទេសកម្ពុជានេះគឺគាត់អត់អាចទប់ទល់បានទៅនឹងបំណុលរបស់គាត់ហើយមានអ្នកខ្លះគឺបាននិយាយប្រាប់ខ្ញុំថាដែលរហូតទៅដល់ឲ្យតែឮសំឡេងម៉ូតូពួកខាងក្រុមមីក្រូរ៉ាញ់ធំគាត់សឹងតែស្លុតអីជាដើមអញ្ចឹងដោយគាត់ពិបាកនឹងទប់អារម្មណ៍ហ្នឹងគឺគាត់ត្រឡប់ទៅសុខចិត្តចាក់ចេញទៅធ្វើការនៅប្រទេសថៃហើយទោះបានចំណូលអីតិចតួចអីគឺត្រូវប្រឹងតស៊ូដើម្បីធ្វើម៉េចឲ្យបានប្រាក់ចំណូលយកមកចិញ្ចឹមជីវិតផងឬក៏យកមកសងបំណុលផងអានេះជាបញ្ហាអញ្ចឹងបញ្ហា4ដែលធ្វើឲ្យពលកររបស់យើងចំណាក់ស្រុកទៅប្រទេសថៃគឺខ្ញុំបានជម្រាបបំបញ្ញមិញគឺមានប៉ុណ្ណឹងហើយតើសួរថាឥឡូវរហូតមកដល់ពេលនេះក្រោយដែលយើងមានចំនួនតាំងពីខែមិថុនាខែ6ឆ្នាំ2025នេះមករហូតដល់នេះគឺដូចជាយូរដែរដូចជា 4-5 ខែហើយតើបងប្អូនដែលវិលត្រឡប់ពីប្រទេសថៃហ្នឹងមកប្រទេសខ្មែរវិញហ្នឹងគឺមានប្រមាណបើតាមទិន្នន័យរបស់រដ្ឋាភិបាលគឺគាត់ថាក្នុងចន្លោះពី78,000 នាក់ទៅ1លាននាក់ប្រហែលជាក្នុងអំឡុង1លាន
ប៉ណ្ណឹងចន្លោះហ្នឹងគាត់គាត់ក្តាប់គឺក៏គ្រប់គ្រងពលរដ្ឋគាត់អត់បានដែរថាមកវិញប្រមាណទៅប្រមាណគាត់អត់ដឹងដែរអញ្ចឹងហើយសូម្បីតែប៉ុណ្ណឹងគាត់អត់ដឹងផងចុះមករកការងារឲ្យបងប្អូនទាំងអស់នោះធ្វើតើរដ្ឋមានសមត្ថភាពអីត្រូវទៅជួយกับពលករយើងឬក៏ពលរដ្ឋយើងឲ្យបានការងារធ្វើសមរម្យហើយនេះហើយជាបញ្ហាអញ្ចឹងគាត់ថាក្នុងចន្លោះប៉ុន្តែបើតាមទិន្នន័យរបស់អង្គការក្រៅរដ្ឋាភិបាលមានអង្គការ Liga do មាន Central មាន ILO មាន IOM អីជាដើមដែលគេរកឃើញគឺគាត់ថាចន្លោះដូចគ្នាគឺមានន័យថាពី78,000ទៅ90,000អញ្ចឹងវារដ្ឋាភិបាលថា1លានអញ្ចឹងវាយើងអាចទិន្នន័យហ្នឹងគឺថាយើងចាត់ទុកថាវាប្រហែលគ្នាអញ្ចឹងអាចយកជាការបានសម្រាប់ប្រទេសថៃខ្ញុំមិនមើលជាទិន្នន័យរបស់ក្រសួងការងារទេប៉ុន្តែខ្ញុំឃើញកាសែតថៃទាំង Donation ដែលទាំង Household English ហ្នឹងគេចុះក្នុងប្រហែលថ្ងៃមុននេះគឺគេថាដែលចាប់ពីថ្ងៃទី25ខែ July ខែកក្កដាគឺមានន័យថាពលករខ្មែរត្រឡប់ពីប្រទេសថៃមកកម្ពុជាហ្នឹងគឺមានចន្លោះប្រហែលជា50,000នាក់គឺ49នៅជាងតិចតួចអញ្ចឹងមានន័យថាវាខុសគ្នារវាងទិន្នន័យរបស់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាហើយនឹងខុសគ្នាពីទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាអញ្ចឹងប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺយើងជឿទៅលើទិន្នន័យរួមមួយអញ្ចឹងតាមការវិភាគរបស់ខ្ញុំគឺដោយយោងទៅលើទិន្នន័យទាំង3ដែលបានរកឃើញមិញគឺខ្ញុំក៏សន្និដ្ឋានថាក្នុងចន្លោះប្រហែលជា9,000នាក់90,000នាក់សំទោសមិនមែន9,000នេះគឺប្រហែលជា90,000នាក់ដែលវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញអញ្ចឹងចំនួននេះគឺច្រើនហើយសួរថាតើយើងរដ្ឋាភិបាលយើងត្រូវដោះស្រាយមិនហើយភាគីពាក់ព័ន្ធណាខ្លះដែលអង់គ្លេសហៅថា stakeholder ដែលអាចជួយបានក្នុងការដោះស្រាយសម្រាប់បងប្អូនពលករដែលវិលត្រឡប់មកស្រុកខ្មែរវិញនេះតើយើងត្រូវធ្វើម៉េចបញ្ហាប្រឈមអីខ្លះចំនួនដ៏ច្រើនបែបនេះហើយសមត្ថភាពរដ្ឋាភិបាលធ្វើបានប៉ុណ្ណាអានេះហើយជាបញ្ហាអញ្ចឹងកត្តាបើតាមការសិក្សាស្រាវជ្រាវគឺយើងថាតើកត្តាអីខ្លះដែលជំរុញឲ្យបងប្អូនពលករគាត់ត្រឡប់មកខ្មែរវិញបើតាមការរកឃើញរបស់អង្គការសង្ត្រាល់ហើយរដ្ឋាភិបាលខ្លួនឯងនឹងក៏ចេញទិន្នន័យមកដែរឬក៏អង្គការ NGO ផ្សេងទៀតឬក៏សារព័ត៌មានផ្សេងទៀតក៏គេរកឃើញថាកត្តាទី1គឺដោយសារតែគាត់មានការភ័យខ្លាចពីរឿងសង្គ្រាមហ្នឹងខ្លាចមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញវាជាប់គាំងនៅប្រទេសថៃអីអញ្ចឹងទៅធ្វើឲ្យគាត់មានបញ្ហាបែកបាក់គ្រួសារបែកបាក់សង្គមជាតិបែកបាក់បងប្អូនសាច់ញាតិអីចឹងជាដើមអាហ្នឹងបញ្ហាទី1បញ្ហាទី2គឺគាត់បារម្ភព្រោះមានការឃោសនាខ្លះថាបើព្រោះអានេះគឺខ្ញុំឃើញយុទ្ធនាការរបស់បងប្អូនសំទោសរបស់រដ្ឋាភិបាលក៏គាត់ថាឲ្យបងប្អូនអើយវិលត្រឡប់មកផ្ទះយើងវិញមកស្អីជាដើមហ្នឹងរហូតដល់ធានានៅសុខសុវត្ថិភាពធានាការងារធានាស្អីអីចឹងទៅអញ្ចឹងធ្វើឲ្យគាត់ទុកចិត្តអាហ្នឹងទី1ប៉ុន្តែទី2បងប្អូនខ្លះគាត់ថាគាត់មិនទុកចិត្តទេរដ្ឋាភិបាលគាត់ភ័យខ្លោតទៅដល់អ្នកខ្លះគាត់ថាមានការគម្រាមដល់គ្រួសារគាត់នៅស្រុកថាគេនឹងដកអត្តសញ្ញាណដកសិទ្ធិពលរដ្ឋរបស់គាត់ដកស្អីដល់ក៏មិនឲ្យធ្វើប្លង់ដីមិនឲ្យធ្វើអីជាដើមហ្នឹងអាហ្នឹងនឹងធ្វើឲ្យគាត់ជំរុញទឹកចិត្តឲ្យគាត់ត្រឡប់មកប្រទេសកម្ពុជាវិញចំណុចទី3គឺវាមានការព្រួយបារម្ភពីបងប្អូនពលករខ្លួនឯងហ្នឹងថាបើគាត់នៅថៃបន្តទៅទៀតទៅខ្លាចវាឆ្លោះគ្នាធំធេងមែនទែនរហូតទៅដល់រាប់សិបឆ្នាំទៅហើយម្យ៉ាងខ្លាចថៃមានការរើសអើងឬស្អីទៅក្រសួងទំនាក់ទំនងរបស់រដ្ឋាភិបាលប្រទេសទាំងពីរហ្នឹងកាត់ផ្ដាច់គ្នាទៅធ្វើឲ្យគាត់អាចស្នាក់នៅប្រទេសថៃដោយគ្មានសុវត្ថិភាពហើយនឹងអត់បានការងារគាត់និយាយថាអត់បានតែប៉ុណ្្នេះគាត់និយាយថាអត់បានការងារប៉ុណ្ណឹងអញ្ចឹងហើយអានេះជាកត្តាដែលយើងរកឃើញថាតាដែលនាំឬក៏ជំរុញទឹកចិត្តឲ្យគាត់ត្រឡប់មកប្រទេសកម្ពុជាវិញចំពោះអធិពលឬក៏ផលប៉ះពាល់នៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញគឺយើងឃើញថាមានអីខ្លះគឺដោយសារតែវា
មកវិញមកប្រទេសយើងវិញនេះគឺវាមានទំហំធំធំពេកមានន័យថាច្រើនណាស់គឺចិត្ត1លានអ្នកដូច្នេះធ្វើឲ្យទាំងរដ្ឋាភិបាលធ្វើឲ្យទាំងអង្គការដៃគូផ្សេងទៀតគឺគាត់ពិបាកនៅក្នុងការរកឬឱកាសឬផ្ដល់ឱកាសឲ្យបងប្អូននោះគឺដោះស្រាយត្រូវដោះស្រាយជាបន្ទាន់ខ្លះឬក៏អាណាត្រូវដោះស្រាយបន្ទាន់អាណាត្រូវដោះស្រាយក្នុងរយៈពេលមធ្យមអាណាត្រូវដោះស្រាយក្នុងរយៈពេលវែងហ្នឹងគឺវាមានភាពពិបាកហើយដែលបញ្ហាទាំងអស់នេះគេហៅថាធ្វើឲ្យប៉ះពាល់ទៅដល់ socio economic challenges គឺមានន័យថាវាមានអតិពលឬប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមហើយជាពិសេសគឺការកើនឡើងនៅសក្តានុពលឬក៏មានចំនួនដ៏ខ្លាំងមួយគឺអត្រាកំណើននៃភាពអត់ការងារធ្វើរបស់បងប្អូនត្រឡប់មកវិញនេះគឺអ្នកនៅក្នុងស្រុកនោះគឺខ្វះការងារស្រាប់ហើយចោះត្រឡប់ទទួលពីបងប្អូនយើងមកពីខាងប្រទេសថៃនេះជិត1លានអ្នកទៀតគឺជាបញ្ហាបន្ទុកមួយដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលហើយនិងអង្គការដៃគូអីជាដើមអានេះហើយជាបញ្ហាអញ្ចឹងតកតងទៅនឹងបញ្ហាប្រឈមមួយទៀតគឺមានន័យថាពេលដែលបងប្អូនគាត់ត្រឡប់មកស្រុកវិញថាមកផ្ទះយើងវិញគឺបញ្ហាមួយទៀតគឺយើងដឹងហើយវាខ្ញុំបាននិយាយមិញគឺគាត់អត់ការងារធ្វើព្រោះជឿថាទីផ្សារការងារឬក៏job placement មានន័យថាការងារដែលយើងអាចសង្ឃឹមឬក៏ expect ថាទទួលបាននៅប្រទេសកម្ពុជាហ្នឹងគឺវាមិនគ្រប់គ្រាន់នឹងចំនួនដ៏ច្រើនដែលបងប្អូនពលករត្រឡប់មកទេអញ្ចឹងហើយអានេះជាបញ្ហាមួយទៀតគឺមានន័យថាវាប្រឈមនឹងរឿងដូចខ្ញុំបានបញ្ជាក់ខាងដើមមិញអញ្ចឹងថាវាប្រឈមនឹងរឿងបំណុលព្រោះតាមការសិក្សាស្រាវជ្រាវរបស់អង្គការសង្ត្រាល់ពេលដែលបងប្អូនត្រឡប់មកវិញហ្នឹងគឺគាត់ធ្វើការស្រាវជ្រាវមករកឃើញថាពលករនៅស្រុកថៃមានរហូតដល់ 67% សំទោស 71% មិនមែន 67% នេះគឺ 71% គឺជាពលករដែលជាប់បំណុលនៅមីក្រូហិរញ្ញវត្ថុកម្ពុជាហើយពលករទាំងអស់ដែលជាប់បំណុលគឺមានន័យថាអ្នកខ្លះក៏គាត់ខ្ចីមកស្ថាប័នអ្នកខ្លះរហូតដល់2ស្ថាប័នអីជាដើមចឹងអានេះជាបញ្ហាហើយចំនួនដែលមានការខ្ចីបុលនេះគឺមានចន្លោះពី $3,500 ទៅ $5,000 ជាមធ្យមថាប៉ុណ្ណឹងប៉ុន្តែចំនួននេះបើយើងគិតទៅថាវាតិចតែវាមិនច្រើនទេបើរាជការខ្មែរយើងខ្លះដែលអ្នកដែលត្រូវធ្វើការគាត់បានធ្វើការនៅកន្លែងខ្លាញ់កន្លែងស្អីចឹងទៅដូចជាស្ថាប័នគយពន្ធដារឬក៏បងប្អូនតុលាការអីចឹងគាត់ចាយតែមួយយប់ទេប៉ុន្តែសម្រាប់បងប្អូនគឺចំនួនប៉ុណ្ណេះគឺច្រើនមែនទែនបើយើងធៀបទៅនឹងអ្នកក្រនៅប្រទេសខ្មែរយើងគឺចំនួនច្រើនប៉ុន្តែវាអភ័ព្វត្រង់ថាខ្មែរយើងគឺមានន័យថាអ្នកដែលចាយមួយយប់ 5,000 ហ្នឹងវាមានគ្នាតិចប៉ុន្តែអ្នកដែលរមមួយថ្ងៃបានតែ$1ជួនអីហ្នឹងអត់គ្រប់តែ$1ហ្នឹងគឺវាមានច្រើនរហូតដល់ 70-80% អានេះហើយជាបញ្ហាហើយគឺវាបង្កឲ្យមាននៅវិបត្តិនៃគម្លាតដ៏ធំរវាងអ្នកមានអ្នកក្រនៅកម្ពុជានេះជាបញ្ហាអញ្ចឹងយើងឃើញថាដែលវិបត្តិបំណុលនេះគឺជាវិបត្តិដែលបញ្ហាដែលធ្វើឲ្យបងប្អូនពលករខ្មែរយើងប្រឈមមែនទែននៅពេលដែលត្រឡប់ពីប្រទេសថៃមកវិញនេះទី1គឺអត់អាហារទទួលទានអាហ្នឹងមួយហើយប៉ុន្តែទី2ព្រោះអាហារទទួលទានវាបញ្ហារឿងកាពះណាបងប្អូនអញ្ចឹងវាឃ្លានតែមកតិចទៅវាស្អីទៅវាបាត់ប៉ុន្តែបញ្ហាផ្លូវចិត្តនេះគឺធ្ងន់ធ្ងរណាស់បញ្ហាផ្លូវចិត្តណាពីព្រោះបំណុលនេះគឺបង្កើតនៅបញ្ហាផ្លូវចិត្តវាមិនមែនបង្កើតតែរឿងបញ្ហាកាពះទេអញ្ចឹងហើយបានជាធ្វើឲ្យមានវិបត្តិសង្គមទីទៀតខ្ញុំថាតើវាស្អីដែលជាវិបត្តិសង្គមដែលកំពុងជួបប្រទះឬក៏បងប្អូនពលករខ្មែរកំពុងតែប្រឈមនៅក្នុងប្រទេសកម្ពុជាក្រោយវិលត្រឡប់អញ្ចឹងខ្ញុំបានជម្រាបជូនហើយថាដែលនៅក្នុងពលករទោះបីជាអង្គការសង្ត្រាល់គាត់សិក្សាស្រាវជ្រាវតែចំនួនជិត400នាក់ប៉ុន្តែគាត់ធ្វើsample ជា
ជាការកតនីទៅគឺគាត់រកឃើញរហូតដល់71%គឺមានន័យថាគាត់កំពុងតែជាប់បំណុលនៅក្នុងធនាគារឬសំទោសនៅក្នុងមីក្រូអប្រាញ់ធុហើយពួកបងប្អូនដែលមានបំណុលនេះគឺយ៉ាងតិចគឺម្នាក់មួយស្ថាប័នគេមួយស្ថាប័នអ្នកខ្លះជាប់រហូតដល់2ស្ថាប័នហើយជាមធ្យមគឺ3000សំទុក$5000ក្នុងម្នាក់អញ្ចឹងបញ្ហានេះបញ្ហាវិបត្តិឬបញ្ហាប្រឈមនេះគឺថ្មីនេះហើយខ្ញុំក៏បានស្ដាប់វិទ្យុបារាំងអន្តរជាតិពីមុនមកក៏ខ្ញុំធ្លាប់ធ្វើអត្ថាធិប្បាយបទអត្ថាធិប្បាយខ្លះជាមួយនឹងវិទ្យុបារាំងអន្តរជាតិដែរអំពីបញ្ហាប្រឈមដែលយើង expect ប៉ុន្តែឥឡូវហ្នឹងគឺមានន័យថាអ្វីដែលខ្ញុំរំពឹងទុកកាលពីខ្ញុំធ្វើបទសម្ភាសន៍នៅវិទ្យុបារាំងអន្តរជាតិគឺយើងកើតពិតមែនហើយការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាដែលហៅថា CDRI ក៏គេរកឃើញអញ្ចឹងដូច្នេះខ្ញុំគិតថាអ្វីដែលការវិភាគរបស់ខ្ញុំនៅក្នុងវិទ្យុបារាំងអន្តរជាតិខ្ញុំគិតថាវាត្រូវគឺវាបញ្ហាប្រឈមស្អីហ្នឹងអញ្ចឹងរហូតមកដល់ពេលនេះគឺមានន័យថាបងប្អូនពលករដែលចំណាក់ស្រុកទៅប្រទេសកម្ពុជាវិញនេះគឺបញ្ហាប្រឈមធ្ងន់ធ្ងរមែនទែនចុងក្រោយគឺប្រឈមដែលតាក់ទងទៅវិបត្តិផ្នែកសង្គមគឺគេហៅថាអង់គ្លេសហៅ hostility គឺអរិភាពមានន័យថាធ្វើឲ្យយើងនឹងគឺវាមានទំនាស់គ្នារវាងអ្នកត្រឡប់ទៅវិញនឹងជួនឯងឆ្លោះឬក៏វាមានទំនាស់ជាមួយបងប្អូនឯងជួនឯងទំនាស់ជាមួយអ្នកចិត្តខាងវាមិនទំនាស់អីប៉ុន្តែវាចង់និយាយថាដែលមនុស្សតកាលណាក្រហើយគេមើងងាយតែកាលណាគេមើងងាយគឺវាធ្វើឲ្យអារម្មណ៍របស់យើងនឹងគឺមានកំហឹងតែកាលណាមានកំហឹងវាកើតទៅជាចំនួននឹងឯងអញ្ចឹងហើយអានេះគេហៅថា hostility អញ្ចឹងជាបង្កនៅអរិភាពរវាងអ្នកចិត្តខាងរវាងមិត្តភ័ក្តិរវាងបងប្អូនរវាងក្រុមគ្រួសាររវាងជនរួមជាតិដូចគ្នាអាហ្នឹងហើយទី1ទី2ដែលធ្ងន់ធ្ងរមែនទែនដែលខ្ញុំលើឲ្យខ្ញុំស្រក់ទឹកភ្នែកនៅពេលហ្នឹងគឺយើងមើលគឺធ្ងន់ធ្ងរមែនទែនគឺតាក់ទងទៅនឹងរឿង discrimination គេហៅថាការរើសអើងទៅលើជនជាតិទៅលើបងប្អូនពលករខ្មែរដែលវិលត្រឡប់ទៅវិញហ្នឹងរើសអើងពីអ្នកដែលតាំងខ្លួនថាខ្លួនឯងជាអ្នកជាតិនិយមជាអ្នកស្អីហ្នឹងមើងងាយគ្នាត្រឡប់មកធ្វើការនេះថាអ្នកខ្លះហ្នឹងរហូតទៅដល់ប្រមាថជីវិតគ្នាថាពួកអ្នកឯងស្អីប្រើធ្ងន់ធ្ងរដូចជារវាងមិនមែនជាមនុស្សវាខ្ញុំមិនវាតម្លៃអីធ្ងន់ធ្ងរអីទេប៉ុន្តែមើលទៅវាហូតអត់បាត់បង់តម្លៃជាមនុស្សមើងងាយគ្នាដែលគ្នាទៅធ្វើការនឹងថាទៅអ្នកខ្លះថាសំតថៃសម្រាប់ចោលអ្នកខ្លះថាសំតថៃអាកកអ្នកខ្លះថាស្អីចឹងទៅហើយដល់ពេលមានបញ្ហាចឹងធ្វើឲ្យគ្នាត្រឡប់ទៅធ្វើការងារប្រទេសថៃវិញពីព្រោះបើនៅវាស្លាប់ព្រោះរបាយការណ៍របស់ Human Rights Watch គេប្រើពាក្យថាដាច់បាយគឺ starvation គឺស្អីគេទូរភិក្សអញ្ចឹងយើងឃើញបញ្ហាប្រឈម3ទី1ទូរភិក្សហ្នឹងដាច់បាយហ្នឹងឯងទី2គឺរឿងបំណុលទី3គឺរឿងអរិភាពបកចំនួនឬក៏មានការរើសអើងអានេះហើយជាបញ្ហាហើយដល់អញ្ចឹងគ្នាវាពិបាករស់នៅក្នុងសហគមន៍យើងដែលជាខ្មែរដូចគ្នានេះគ្នាពិបាកគ្នាសុខចិត្តឆ្លងដែនត្រឡប់ទៅធ្វើការប្រទេសថៃវិញដោយគ្រោះថ្នាក់ពីព្រោះម្នាក់ខ្ញុំគិតថាអញ្ចេះដើម្បីកាពះដើម្បីជីវិតគឺអត់ខ្លាចនឹងការគ្រោះថ្នាក់ពីព្រោះបើយើងនៅតែនឹងបើយើងតាំងចិត្តយើងនៅកន្លែងហ្នឹងមានតែផ្លូវមួយគឺរឿងស្លាប់ប៉ុន្តែបើយើងចាក់ចេញពីកន្លែងហ្នឹងទៅកន្លែងមួយទៀតដើម្បីទទួលបាននៅឱកាសប្រសើរជាងនេះវាមានពីរទី1ទៅដោយសុខភាពទី2អាចស្លាប់ប៉ុន្តែវាមានយ៉ាងហោចគឺយើងមានពីរជំរឿប៉ុន្តែអាចជំរឿដែលសម្រាប់នៅប្រទេសខ្មែរខ្លួនឯងដែលនៅក្នុងទឹកដីខ្លួនឯងគឺមានតែមួយទេគឺផ្លូវស្លាប់អានេះហើយជាបញ្ហាអញ្ចឹង
ខ្ញុំសូមជម្រាបជូនបងប្អូនប៉ុណ្ណឹងហើយគុំសូមសំណូមពរមួយទៀតថាបើយើងតាំងចិត្តថាបងប្អូនទាំងអស់នោះជាជនរួមឈាមរបស់យើងគឺសូមមេត្តាអធ្យាស្រ័យឲ្យគ្នាទោះបីយើងខឹងក៏ដោយយើងស្អីក៏ដោយគឺមានន័យថាព្រោះម្នាក់កើតមកជីវិតនេះគឺអត់មានប្រាថ្នាស្អីក្រៅពីរឿងល្អទេអត់មានប្រាថ្នាឲ្យជីវិតខ្លួនជួបនៅរឿងអាក្រក់ជួបនៅវាសនាអាក្រក់ទេសូម្បីតែយើងចូលបុណ្យចូលទានអីទៅប្រសង់ទៅអាចារ្យអីគេឲ្យពោលថាជួបតែសំណាងល្អជួបតែស្អីអញ្ចឹងទៅគឺអត់មានអ្នកណាមួយប្រាថ្នារឿងបែបនេះទេប៉ុន្តែជាអកុសលប្រទេសយើងគឺការដឹកនាំនគររបស់យើងយ៉ាងម៉េចយើងទាំងអស់គ្នាបានដឹងហើយថាខ្មែរចាក់ចេញពីប្រទេសទៅរកការងារធ្វើដើម្បីជីវិតទៅគេមើលងាយហើយมันត្រឹមប៉ុណ្្នឹងឯងរហូតដល់អ្នកខ្លះទៅដល់កូរ៉េដែរទៅជីគ្នាពេញនៅកូរ៉េទៀតទៅដល់ម៉ាឡេទៅដល់ជប៉ុននឹងជីគ្នាពេញទឹកពេញដីនឹងទៀតហើយតើជាតិសាសន៍យើងវាអាកិត្តិយសឬសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិដែលយើងអួតខ្លួនឯងថាពីមុនមកជាប្រជាជាតិដែលមានវប្បធម៌ដែលមានអរិយធម៌រុងរឿងថ្លៃថ្នូរអីយ៉ាងម៉េចហ្នឹងគឺបងប្អូនចាស់ណាខ្លួនឯងមើលអាហ្នឹងណាអញ្ចឹងខ្ញុំសូមសំណូមពរតែប៉ុណ្ណឹងថារឿងបងប្អូនចាក់ចេញទៅនេះគឺមានន័យថាគឺជារឿងដែលយើងជិះមិនផុតជិះមិនរួចហើយយើងត្រូវតែធ្វើហើយចឹងកុំប្រមាថគ្នាកុំមើលងាយព្រោះអាគ្នានៅក្នុងប្រទេសនៅក្នុងស្រុកខ្លួនឯងគឺទទួលបានពីបញ្ហាពីរមិញហ្នឹងខ្ញុំរំលឹកបងប្អូនជនរួមជាតិឡើងវិញទី1គឺអាចដាច់បាយនឹង starvation ទី2រឿងបំណុលទី3គឺរឿងការរើសអើងឬក៏បកកចំនួនអីហ្នឹងវាធម្មតាអាហ្នឹងគឺថាការណាអត់លុយផងវាមួម៉ៅផងវាតែទើសចិត្តអីបន្តិចគឺវានេះដែរសូម្បីសគ្រូសាយើងដល់តូចមួយក៏អញ្ចឹងដូចគ្នាតែដល់ម៉ោងត្រូវដាំបាយស្រាប់ទៅមើលក៏អត់មិនខឹងអាណាមិនខឹងប្តីខឹងប្រពន្ធខឹងនេះខឹងនោះអីចឹងទៅហើយចោះទម្រាំរឿងបន្ទុកគ្រួសារមួយទាំងមូលយើងត្រូវដោះស្រាយណាមួយកូនអត់អីញ៉ាំណាមួយកូនអត់លុយទៅសាលារៀនណាមួយឈឺកូនឈឺអត់លុយទៅពេទ្យណាមួយធនាគារឬក៏ម្ចាស់បំណុលមកទីសួរថាយើងគិតមែនតើយើងត្រូវមើលងាយពូជសាសន៍ខ្លួនឯងទៀតឬក៏យ៉ាងម៉េចត្រូវមើលងាយពូជសាសន៍ខ្លួនឯងទៀតដែលសោយតាគេមើលងាយទៀតយ៉ាងម៉េចព្រោះម្នាក់វាខ្ញុំជឿថាវាអត់មាននរណាដែលចង់ចាក់ចេញពីទឹកដីពីភូមិកំណើតពីស្រុកប្រទេសខ្លួនឯងហើយទៅប្រទេសផ្សេងទៅដើម្បីរកឲ្យបានប្រយោជន៍វិទ្យាសាស្ត្រអីជាងហ្នឹងទេវាអត់មានទេបើសិនជានៅក្នុងប្រទេសខ្លួនឯងនេះគឺមានការងារសមរម្យអ្នកខ្លះទៅពាក្យសមរម្យនេះគឺមានន័យថាតលតែមានចេះតលមានចេះអត់ទេអត់មានព្រោះសេចក្តីប្រាថ្នារបស់មនុស្សរបស់អ្នកក្រអ្នកខ្លះគាត់ធ្វើមិនឲ្យតែបានរស់បានមកអាហារ3ពេលព្រោះយើងនិយាយថាអាហារ3ពេលអីចឹងទៅហើយអ្នកខ្លះគាត់ប្រាថ្នាគាត់ធំពេករហូតដល់មានលុយពាន់លានដុល្លារអាហ្នឹងវាតាមហ្នឹងទៅណាប៉ុន្តែយើងយ៉ាងហោចណាស់គឺយើងត្រូវធ្វើមិនឲ្យមានអាហារ3ពេលសម្រាប់ចិញ្ចឹមជីវិតកំដរជីវិតរបស់យើងឲ្យរស់បានដូចគេដូចឯងរហូតដល់70-80ឆ្នាំអានេះគឺជាស្ដីប្រាថ្នារបស់មនុស្សម្នាក់អញ្ចឹងខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងថាដែលវិបត្តិដែលធ្ងន់ធ្ងររបស់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកកម្ពុជាគឺមានបញ្ហាប៉ុណ្ណឹងហើយសូមជនរួមជាតិរបស់យើងមេត្តាពិចារណាឡើងវិញរឿងការប្រមាថទៅលើបងប្អូនដែលវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនេះអញ្ចឹងរហូតមកដល់នេះពេលនេះសួរថាតើខាងដល់ចំណុចមួយទៀតគឺថាសួរថាតើរដ្ឋាភិបាលគាត់បានធ្វើអីខ្លះហើយសម្រាប់បងប្អូនតាមការសន្យាអត់ខ្ញុំឃើញកាលពីហ្នឹងខ្ញុំក៏ធ្លាប់ឃើញនេះប៉ុន្តែឥឡូវខ្ញុំភ្លេចហើយមិនដឹងជាគាត់សន្យាអីខ្លះប៉ុន្តែចំណុច3ដែលខ្ញុំចាំទី1គាត់ថាគាត់សម្រួលឯកសារឲ្យបងប្អូនដែលត្រឡប់មកវិញនោះគឺមានឯកសារអីត្រឹមត្រូវអីដើម្បីរកការងារបានធ្វើលឿនអីចឹងទៅចំណុចទី2គាត់ថាគាត់នឹងរកការងារឲ្យបានយ៉ាងហោចណាស់70,000នាក់អញ្ចឹងណាប៉ុន្តែសួរឥឡូវបានប្រហែលហើយសួរឥឡូវហ្នឹងហើយសួរថាឥឡូវបានព្រោះអ្នកខលមកខ្ញុំច្រើនអ្នកខលមកខ្ញុំថា
ទីមួយឯកសារហ្នឹងគូមិនដឹងអញញ៉ៃមិនរោពិបាករោធ្វើរោស្អីហ្នឹងទីមួយទៅទីពីរគឺគាត់រហូតដល់ពេលនេះ4 5ខែរោការងារអត់បានធ្វើទាលុយបំណុលគេមកទាចិត្តតែទាទៅកូនអត់អីញ៉ាំចេះតែអត់អីញ៉ាំទៅអញ្ចឹងគឺមានន័យថានិយាយជាចំគឺគាត់អត់ទាន់ទទួលបានការងារធ្វើទេរហូតមកដល់ពេលនេះទី3គឺតាក់ទងទៅនឹងរឿងបណ្ដុះបណ្ដាលទទួលបាននៅធ្វើម៉េចបំបត្តិនៅកម្មភាពគេហៅថាភាពអត់ការងារធ្វើនោះត្រូវធ្វើបានហ្នឹងរដ្ឋាភិបាលគាត់បដិញ្ញាថាអញ្ចឹង3ចំណុចសំខាន់ហ្នឹងប៉ុន្តែនៅក្នុងនោះយើងក៏បានឃើញបើយើងលើសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលហើយខ្ញុំបានមើលនៅក្នុងwebsite របស់អង្គការ Liga do ពួកខ្ញុំធ្លាប់ធ្វើការនោះអញ្ចឹងមានអីខ្ញុំត្រូវមើលឡើងមុនគេហើយខ្ញុំឃើញយោងទៅលើសេចក្តីថ្លែងការណ៍ហ្នឹងគឺមានន័យថាអង្គការសង្គមស៊ីវិលគឺជំរុញឲ្យរដ្ឋាភិបាលដោះស្រាយមានករណីបន្ទាន់ករណីមធ្យមករណីវែងអីជាដើមហ្នឹងប៉ុន្តែទោះបីយ៉ាងណាក៏អង្គការទាំងនោះគាត់យោងទៅលើការស្រាវជ្រាវរបស់វិទ្យាស្ថានកម្ពុជាដើម្បីអភិវឌ្ឍស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាគេហៅ CDRI ហ្នឹងឯងគឺយោងហើយខ្ញុំមើលរបាយការណ៍របស់ CDRI នេះគឺក៏រកឃើញហើយគាត់ក៏បានផ្ដល់អនុសាសន៍ទៅដល់រដ្ឋាភិបាលរហូតដល់5ចំណុចខ្ញុំមិនបានចាំអស់តែ5ចំណុចហ្នឹងស្អីទេប៉ុន្តែខ្ញុំលើកនៅចំណុចខ្លះទី1គឺតាក់ទងគាត់ថាអ្វីដែលត្រូវដោះស្រាយជាបន្ទាន់គឺមានន័យថាតាក់ទងទៅនឹងហៅ social protection ប្រព័ន្ធគាំពារសង្គមប្រព័ន្ធគាំពារសង្គមហ្នឹងបងប្អូនខ្លះគាត់ដឹងហើយព្រោះគាត់ធ្វើការអីចឹងទៅគាត់មានការចេះដឹងគាត់មានថាស្អីខ្លះមានកំប្រព័ន្ធការពារសង្គមមានអីថាស្អីខ្លះដែលទទួលបានពីសង្គមដូចជារបបសន្តិសុខសង្គមរបបសន្តិគុកមាន4 5 6ចំណុចអីទៀតគឺពេលយើងអត់ការងារធ្វើសង្គមត្រូវជួយយើងចឹងម៉េចអីចឹងម៉េចពេលដែលយើងអត់លុយទៅពេទ្យសង្គមយើងទៅអាហ្នឹងសរុបមកគេហៅប្រព័ន្ធការងារសង្គមតែអ្វីដែលត្រូវដោះស្រាយបន្ទាន់នៅក្នុងប្រព័ន្ធនៅក្នុងសម្រាប់បងប្អូនវិលត្រឡប់ពីប្រទេសថៃមកនេះគឺខាងវិទ្យាស្ថានគេរកឃើញថារដ្ឋត្រូវតែដោះស្រាយនៅប្រព័ន្ធគាំពារសង្គមនេះជាចាំបាច់គឺតាក់ទងទៅនឹងអានិកម្មភាពហ្នឹងឯងអត់ការងារធ្វើអញ្ចឹងត្រូវរកការងារឲ្យគាត់ឲ្យបានធ្វើជាមិនទាន់ពីព្រោះគាត់ត្រូវអីត្រូវអាហារមានអាហារទទួលទានទី2គឺគាត់ត្រូវមានថ្នាំពេទ្យមកព្យាបាលទី3គាត់ត្រូវមានទឹកផឹកសេនាសនៈបច្ច័យអីទាំងអស់ហ្នឹងសរុបទៅបច្ច័យ4គឺត្រូវការចាំបាច់របស់គាត់បន្តមកទៀតកូនគាត់ទៅរៀនសងបំណុលអីអានឹងរឿងបន្តទៀតប៉ុន្តែបញ្ហាដែលត្រូវដោះស្រាយបន្ទាន់គឺ social protection ដែលត្រូវការដោះស្រាយនៅបច្ច័យ4ដែលខ្ញុំជំរាបជូនខាងដើមមិញទី2គឺតាក់ទងទៅគេហៅថាធ្វើម៉េចឲ្យជំរុញឲ្យដែលខាងវិស័យឯកជនជាពិសេសអ្នកមានរោងចក្រអ្នកមានbusiness ធំហ្នឹងគាត់ត្រូវជួលពួកដែលត្រឡប់មកវិញហ្នឹងជាអតិភិបជួលមុនគេមកនិយាយចំថាមុនគេមកដូចជំនាន់ខ្ញុំធ្វើអ៊ុនតាក់អញ្ចឹងខ្ញុំប្រឡងមិនសូវឈ្នះពួកជំរំទេអ្នកមកពីជំរំទេដោយសារតែចំណេះដឹងដូចគ្នាដែរប៉ុន្តែធ្វើម៉េចអានឹងជាគោលនយោបាយរបស់គេផ្ដល់អត្ថប្រយោជន៍ទៅឲ្យអ្នកជំរំព្រោះគាត់ត្រូវ repatriation ពីជំរំចូលមកធ្វើសមារណកម្មជាមួយសហគមន៍ពលរដ្ឋខ្មែរវិញអញ្ចឹងគាត់អត់ការងារធ្វើគាត់អត់ផ្ទះនៅយើងត្រូវផ្ដល់អត្ថប្រយោជន៍ឲ្យគាត់អាហ្នឹងជាចាំបាច់អញ្ចឹងអនុសាសន៍នេះគឺគេឲ្យរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់ធ្វើម៉េចអន្តរាគមន៍ទៅវិស័យឯកជនឲ្យជួលបងប្អូនពលករដែលត្រឡប់ពីខ្មែរមកសំទោសត្រឡប់ពីថៃមកវិញហ្នឹងគឺត្រូវមានការងារធ្វើជាបន្ទាន់ព្រោះបើអញ្ចឹងអត់បានយ៉ាងចំណុចអនុសាសន៍ទី3ដែល CTI គាត់រកឃើញគឺមានន័យថាត្រូវផ្ដល់មូលនិធិណារដ្ឋាភិបាលហ្នឹងឬក៏សហគមន៍ដៃគូអីដៃគូអភិវឌ្ឍន៍ផ្សេងហ្នឹងត្រូវផ្ដល់មូលនិធិត្រូវធ្វើម៉េចឲ្យមានជំនាញរយៈពេលខ្លីអីហ្នឹងដើម្បីឲ្យគាត់អាចរកទទួលទានបានតាមរយៈផ្ដល់ជំនាញផ្ដល់អីជាដើមហ្នឹងអនុសាសន៍ទី4គឺមានន័យថាត្រូវធ្វើម៉េចគេហៅសម្រួលដល់បងប្អូនពលករខ្មែរដែលមកហ្នឹងគឺតាក់ទងនឹងបំណុលដែលគាត់ត្រូវសងគេត្រូវអីហ្នឹងត្រូវរដ្ឋាភិបាលក៏វិធីសាស្ត្រជួយគាត់មិន
អាចលុបចោលអីបាត់ខ្ញុំជឿថាมันអាចលុបដល់លុបចោលទេយ៉ាងប៉ុន្តែអាចសម្រួលថាគាត់ពជាពេលយ៉ាងនេះរហូតដល់គាត់មានការងារធ្វើអីជាដើមហ្នឹងអាហ្នឹងគឺជារឿងសំខាន់ហើយចាំបាច់បន្ទាន់ដែលរដ្ឋាភិបាលត្រូវដោះស្រាយចុងក្រោយអនុសាសន៍ទី5គឺមានន័យថាតកតងនឹងឯកសារពីព្រោះហេតុដែលបងប្អូនពលករខ្មែរទៅប្រទេសថៃជាង1លានអ្នកដែលអត់ឯកសារនេះគឺមានន័យថាវាអត់ពីខ្មែរហ្នឹងទៅឯងបានគាត់ទៅដល់នោះវាអត់ឯកសារគឺដោយសារតែរឿងគាត់អត់ពីខ្មែរហ្នឹងទៅគាត់អត់ថាខ្ញុំធ្លាប់ធ្វើការសិក្សារឿងហ្នឹងហើយខ្ញុំបានជួបបងប្អូនពលកររាប់ឆ្នាំមកហើយតាំងពីឆ្នាំ2014ដែលខ្ញុំសិក្សារឿងហ្នឹងពេលខ្លះខ្ញុំទៅបន្លំធ្វើបងប្អូនពលករនៅដូចជានៅច័ន្ទបុរីនៅរ៉ាយ៉ងជាដើមគឺជាពិសេសពួកពលករដែលធ្វើការនៅចំការខាងវិស័យកសិកម្មខាងផ្លែឈើខាងបេះផ្លែឈើខាងអីហ្នឹងគឺអត់មានទេអត់មានឯកសារទេហើយមួយកន្លែង10 20នាក់មួយកន្លែង30 40នាក់ហ្នឹងគឺអត់មានឯកសារអត់ដោយសារអីគាត់អត់ពីកម្ពុជាទៅស្រាប់អត់មានពីហ្នឹងគឺអត់អត្តញ្ញាណហើយអត្តសញ្ញាណប័ណ្ណនេះបែររឿងដែលជាសំខាន់បំផុតសម្រាប់ឲ្យគាត់អាចទៅធ្វើអីបានគឺអត្តញ្ញាណប៉ុន្តែសួរថារដ្ឋាភិបាលកម្ពុជារាល់ថ្ងៃនេះអារឿងដដែលសួរថាតើដោះស្រាយបានអីគ្រាន់តែអត្តសញ្ញាណប័ណ្ណសម្រាប់ពលរដ្ឋខ្លួនឯងដែលជាខ្មែរហើយយើងធ្វើអត់បានឲ្យអ្នកខ្លះគាត់ថាពិបាកធ្វើទៀតរហូតទៅដល់ខ្ញុំជួបក្មេងៗអ្នកមកពីសៀមរាបនៅខាងស្រុកពុកគាត់សឹងនិយាយថាទឹកដីនេះទៅជាស្អីទៅតែព្រោះគាត់វាពិបាកពេកពិបាកជាមួយអាជ្ញាធរមូលដ្ឋានរឿងធ្វើឯកសារហ្នឹងឯងគាត់ពិបាកពេកហ្មងខ្ញុំអត់ដឹងថាហ្នឹងវាជាចេតនារបស់រដ្ឋាភិបាលឬក៏ចេតនារបស់ប្រទេសណាមួយដែលជ្រៀតជ្រែកកិច្ចការនយោបាយរបស់យើងឬក៏វាខ្ញុំនៅតែវាពិបាកយល់រឿងហ្នឹងពីព្រោះមនុស្សពលរដ្ឋរបស់ប្រទេសមួយឯកសារសម្គាល់អត្តសញ្ញាណហ្នឹងគឺជារឿងសំខាន់ទី1សមុទ្រកណ្ដាលអត្រានុកូលយ៉ាងជាចំថាអត្រានុកូលឋានទី2គឺអត្តសញ្ញាណប័ណ្ណអាហ្នឹងមិនមែនអត្រានុកូលឋានអាហ្នឹងគេហៅឯកសារសម្គាល់អត្តសញ្ញាណទី3អារឿងប្លង់ដីប្លង់អីហ្នឹងប៉ុន្តែសិតអាប្រមាណហ្នឹងសិតតែរឿងពលរដ្ឋខ្មែរពិបាកធ្វើទាំងអស់អាធ្វើបានហើយដូចខ្ញុំជាដើមហ្នឹងខ្ញុំមកបានឯកសារត្រឹមត្រូវយកមកប្រើអត្តសញ្ញាណប័ណ្ណត្រឹមត្រូវមកខ្ញុំធ្វើ3ដងអាលើកទី1ឈ្មោះខ្ញុំតែអក្សរសបុកជើងដាក់ស្អើកនឹងមកអាហ្នឹងតកូលខ្ញុំតែខាងខ្ញុំអត់អីទេដល់ពេលចេញមកអត់អាបុកជើងហ្នឹងទៅសឹមទៅអាហ្នឹងលើកទី1លើកទី2អាហ្នឹងមានទៅអាបសអូកនឹងលោហ្នឹងវិបុលហ្នឹងវាអត់សអូកវិញទៅមានអាវិបាល់អញ្ចឹងទៅអញ្ចឹងអាហ្នឹងលើកទី2ចុះលើកទី3បានត្រូវហើយពេលដែលខ្ញុំធ្វើឯកសារខ្ញុំទៀងជាមួយបលីនឹងទៀតជាមួយអ្នកកាន់កុំព្យូទ័រគាត់ថាមើលបងឯងមើលប្រយ័ត្នខុសណាខ្ញុំមើលខ្ញុំអូខេហើយខ្ញុំថតទុកទៀតខ្ញុំថតអាហ្នឹងទុកត្រូវទៅអស់ពេលដល់ព្រីនចេញមកបាត់អានេះបាត់អានោះហើយខ្ញុំសួរគាត់ថាចាហ្នឹងមិនគាត់ថាមានធ្វើសារថ្មីទៅហើយចុះបងលុយទៀតគាត់ថាបងទៀតអញ្ចឹងឥឡូវខ្ញុំប្រហែលខ្ញុំប៉ុណ្ណឹងខ្ញុំបាក់ចង់ងំបងប្អូនពលរដ្ឋក្រីក្រដែលរកតែបាយស៊ីគ្មានសំទោសបាយទទួលទានគ្មានសួរថាពិបាកអញ្ចឹងអារឿងទាំងអស់នេះហើយជាដែលបញ្ហាពិបាកហើយជាជំងឺរ៉ាំរ៉ៃនៃវិបត្តិសង្គមខ្មែរបច្ចុប្បន្នរឿងទាំងអស់នេះដែលធ្វើឲ្យខ្មែរពិបាកអញ្ចឹងខ្ញុំសូមជម្រាបប៉ុណ្ណឹងអានេះគឺជាអ្វីដែលមានដែលខាងវិទ្យាស្ថានស្រាវជ្រាវដើម្បីអវត្តកម្ពុជាគេរកឃើញហើយគេផ្ដល់អនុសាសន៍ហើយត្រូវបានអង្គការសង្គមស៊ីវិលប្រហែលជា15អង្គការតាមខ្ញុំភ្លេចសំទោសណាប៉ុន្តែខ្ញុំដឹងថាក្នុងនឹងមានលីកាដូមានអាត6មាន CYN មានអង្គការបទីស្រីមានស្អីច្រើនណាអង្គការសង្គមស៊ីវិលខ្មែរហ្នឹងគាត់ធ្វើអានឹងដែរដោយយោងទៅរបាយការណ៍ស្រាវជ្រាវរបស់ CDI ហ្នឹងហើយត្រូវមិនឲ្យរដ្ឋាភិបាលដោះស្រាយជាមិនទាន់ហើយនៅក្នុងនោះខ្ញុំក៏បានឃើញអ្វីដែលគេហៅជំនួយសង្គ្រោះបន្ទាន់ហើយស្របតាមការផ្ដល់យោបល់ពីអង្គការសង្គមស៊ីវិលផងពីអ្នកនាងផងអញ្ចឹងទៅថាឲ្យរដ្ឋាភិបាលត្រូវដោះស្រាយបន្ទាន់អីចឹងហើយដល់ពេលហ្នឹងឃើញបានខាងអង្គការ ILO អង្គការពលកម្មអន្តរជាតិ International Labour Organization
ហើយខ្ញុំក៏ធ្លាប់ធ្វើការនៅទីនោះដែរក៏មើលទៅឃើញថាអូ ILO បានជួយជ្រោមជ្រែងរឿងដោះស្រាយបញ្ហានៅប្រឈមចំពោះបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃមកនឹងដែរហើយមើលទៅដូចជាបានជូនលុយរដ្ឋាភិបាលដោះស្រាយបន្ទាន់ទី1គឺត្រូវផ្ដល់ជំនាញបន្ទាន់ភ្លាមដើម្បីធ្វើម៉េចឲ្យគាត់រកការងារធ្វើបានប៉ុន្តែទី2គឺជួយជំនួយជាហិរញ្ញវត្ថុដូចជា$200,000ដែរសំទោសខ្ញុំដូចជាមិនចាំប៉ុន្តែយ៉ាងណាយើងជួយប៉ុន្តែបើយើងទាំងអស់នេះយើងពឹងណាពឹងតែទៅលើអង្គការសង្គមស៊ីវិលឬក៏ប្រការជំនួយជាអន្តរជាតិដើម្បីដោះស្រាយបញ្ហាហើយរដ្ឋាភិបាលខ្លួនឯងគាត់អត់មានការយកទឹកដាក់ឬក៏អត់មានការចាប់អារម្មណ៍ឬក៏ស្ពឹកស្ពន់ក្នុងការដោះស្រាយបញ្ហាហ្នឹងគឺមានន័យថាគឺយើងអត់ដោះចេញទេពីព្រោះពួកអស់នោះគឺអង្គការសង្គមស៊ីវិលស្អីហ្នឹងគឺគាត់បានលុយពីរដ្ឋាភិបាលប្រទេសផ្សេងតែគេបង់ពន្ធមកដែរតាពលរដ្ឋគេបង់ពន្ធមកហើយយើងពលរដ្ឋយើងបង់ពន្ធដែរបង់ពន្ធដល់រដ្ឋាភិបាលហើយរដ្ឋាភិបាលគាត់ធ្វើបង្ងើយកតើអញ្ចឹងទៅយកលុយពន្ធលុយអីរបស់គេហ្នឹងត្រូវដោះស្រាយយ៉ាងម៉េចបន្ទាន់ហើយអត់ចូលមកដោះស្រាយអាហ្នឹងជាបញ្ហាដូចនេះខ្ញុំសំណូមពរធ្វើម៉េចរដ្ឋាភិបាលត្រូវដោះស្រាយព្រោះខ្ញុំធ្វើអីក៏ដោយមិនបពប្រឆាំងទេបពប្រឆាំងខ្លះគាត់ដឹងតែជីយកទេក៏សម្រាប់ខ្ញុំអត់ជីទេខ្ញុំផ្ដល់ដំណោះស្រាយឲ្យរដ្ឋាភិបាលគួរធ្វើយ៉ាងម៉េចប៉ុន្តែខ្ញុំអត់ជេរទេខ្ញុំនៅតែគោរពសម្ដេចអញ្ចឹងថាប៉ុន្តែខ្ញុំប្រើពាក្យជាទូទៅគឺរដ្ឋាភិបាលគឺមានយើងទាំងអស់គ្នានឹងហើយត្រូវដោះស្រាយបញ្ហាបន្ទាន់ពីព្រោះឥឡូវនេះគឺមានន័យថាវិបត្តិហើយជួបវិបត្តិហើយអានេះការស្រាវជ្រាវរបស់ Human Rights Watch ដែលគេរកឃើញហើយអានឹងផ្លូវការប៉ុន្តែអាក្រៅផ្លូវការខ្ញុំបានទទួលសឹងរាល់តែថ្ងៃព្រោះអ្នកខ្លះវានៅដិតដាមដោយសារខ្ញុំធ្លាប់ការនៅសិទ្ធិមនុស្សខ្ញុំធ្លាប់នៅអង្គការពលកម្មអន្តរជាតិខ្ញុំធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យអីចឹងទៅហើយដល់ចឹងគាត់ចេះខលមកជាចិត្តប្រាប់ខ្ញុំថារឿងបញ្ហារបស់គាត់យ៉ាងម៉េចអ្នកខ្លះនឹងរហូតទៅដល់ឲ្យកូនឈប់រៀនអ្នកខ្លះនឹងលេងលះគ្នានៅតកែវសំទោសណាមានការលេងលះគ្នាអ្នកខ្លះតោះគ្នាជាមួយបងថ្លៃបងថ្លៃអីរឿងអញ្ចឹងអាហ្នឹងគឺមានន័យថាវាបញ្ហាធ្ងន់ធ្ងរចឹងបានពី Human Rights Watch គេប្រើពាក្យថា hostility ហើយនិង discrimination ជារឿងវិបត្តិសង្គមធ្ងន់ធ្ងរដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់អញ្ចឹងណាហើយយើងច្រើនថាកុំឲ្យថៃវាមើលងាយប៉ុន្តែថៃគេមើលងាយអារឿងរបស់គេជាតិសាសន៍ផ្សេងតែយើងជាតិសាសន៍ខ្លួនឯងកុំមើលងាយពលរដ្ឋខ្លួនឯងកុំមើលងាយជនរួមឈាមខ្លួនឯងអានេះជាបញ្ហាបើរឿងរបស់គេព្រោះអានោះគឺជាតិសាសន៍ផ្សេងព្រោះប្រទេសថៃក៏គេមានងាយរឿងជាតិសាសន៍របស់គេដែរតាប៉ុន្តែជាតិសាសន៍ផ្សេងមកប៉ះគេអត់បានទេអញ្ចឹងយើងក៏ចឹងដែរយើងត្រូវធ្វើម៉េចការពារអត្តសញ្ញាណការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្លួនឯងជាមុននឹងយើងជេរគេមុនយើងខឹងគេអានេះជាសំណុំពររបស់ខ្ញុំប៉ុណ្ណឹងចុងក្រោយគឺខ្ញុំចង់អាប់ដេតពីអាប់ដេតមកប្រែថាម៉េចសំទោសមានន័យថាខ្ញុំបន្ថែមព័ត៌មានថ្មីឲ្យមួយសម្រាប់បងប្អូនណាឥឡូវនេះគឺយើងឃើញហើយក្រោយដែលមានវិបត្តិដូចខ្ញុំជម្រាបហូហែមកខាងដើមមិញហ្នឹងគឺធ្វើឲ្យបងប្អូនគាត់ពិបាករស់នៅគាត់ត្រឡប់ទៅវិញហើយណាមានត្រឡប់ទៅប្រទេសថៃវិញច្រើនត្រឡប់ច្រើនដែរហើយខ្ញុំជឿថាអត់មែននិយាយលេងទេអ្នកខ្លះថាថៃជាប្រឌិតព័ត៌មានអីគឺมันមេព្រោះខ្ញុំធ្លាប់នៅប្រទេសថៃណាខ្ញុំធ្លាប់នៅប្រទេសថៃខ្ញុំដឹងហើយសពថ្ងៃនេះខ្ញុំក៏នៅប្រទេសថៃដែរខ្ញុំដឹងថាតើបងប្អូនត្រឡប់មកវិញប្រហែលព្រោះតាំងពីដើមទីទាំងខ្ញុំអីទៅខ្ញុំបានសរសេរអំពីនីវក្នុង Facebook របស់ខ្ញុំហើយខ្ញុំក៏ទទួលការជេរប្រមាថពីបងប្អូនខ្មែរយើងមិនតិចដែរខ្ញុំរាប់មើលទៅប្រហែលជាចូល100 comment ក្នុងការជេរខ្ញុំរឿងខ្ញុំថាកុំឲ្យបងប្អូនត្រឡប់ទៅខ្មែរវិញពីព្រោះទៅគឺដាច់បាយគឺប្រឈមបំណុលអីស្អីជាដើមហ្នឹងហើយខ្ញុំក៏ឃើញថាមានបងប្អូនមានពលរដ្ឋថៃខ្លះក៏គាត់រើសអើង
ខាងរីឆ្កាខ្លះក៏គាត់រើសអើងគឺវាមានដូចគ្នាដូចនៅស្រុកខ្មែរយើងដែរគឺគាត់ធ្វើឲ្យយើងមានការភ័យខ្លាចប៉ុន្តែមានអ្នកខ្លះក៏គេពលលួងយើងគេលួងលោមយើងថាកុំត្រឡប់ទៅវិញប្រយ័ត្នអត់អីញ៉ាំគាត់ប្រើពាក្យអញ្ចឹងណាកុំត្រឡប់ទៅខ្មែរវិញប្រយ័ត្នអត់អីញ៉ាំហើយមានអ្នកនៅចិត្តផ្ទះខ្ញុំនេះបងប្អូនខ្មែរប្រហែលជា30-40នាក់ដែរពីមុនប្រហែលជា50នាក់អញ្ចឹងទៅអស់ប្រហែលជាតុង30%ហើយដោយសារគាត់ភ័យខ្លាចអីដូចខ្ញុំជំរាបខាងដើមអញ្ចឹងប៉ុន្តែក្រោយមកអ្នកប្រហែលអ្នកទៅអត់បានទៅហើយខ្ញុំមិនបានទៅសួរខ្ញុំសួរអូនឯងមិនបានអត់ទៅស្រុកខ្មែរវិញពេលដែលមានបាញ់គាត់ថាទៅអីបើអត់អីហូបដែរអញ្ចឹងហើយម្យ៉ាងគាត់ថាដែលមេការគាត់ហ្នឹងតកែសំណង់របស់គាត់ហ្នឹងគឺលួងគាត់ឬក៏តកែគាត់ធ្វើការដូចអ្នកខ្លះនៅកន្លែងអ៊ុតក៏អាវនៅអីហ្នឹងគាត់ថាគេលួងលោមគាត់ថាកុំទៅប្រយ័ត្នចាញ់បោកហ៊ុនសែនគាត់និយាយអញ្ចឹងណាគាត់ថាទៅមិនប្រយ័ត្នចាញ់បោកហ៊ុនសែនអត់អីញ៉ាំគាត់អញ្ចឹងហើយពិបាកត្រឡប់មកវិញអញ្ចឹងគាត់អត់ទៅឥឡូវគាត់សុខសាន្តគាត់សុបាយគាត់អីចឹងទៅគាត់រលុយបានអីបានអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងវាមានអញ្ចឹងខ្ញុំចង់អាប់ដេតថាឥឡូវហ្នឹងគឺមានខ្មែរត្រឡប់មកប្រទេសថៃវិញច្រើនហើយភាគច្រើនមកកុសច្បាប់ហើយចំណាយលុយរហូតទៅដល់ពី7,000ទៅ10,000បានគឺមានន័យថាចន្លោះពី200ទៅ$300ដែលក្នុងម្នាក់ដើម្បីចូលមកប្រទេសថៃវិញបានហើយមានគេចាប់បានមានអីចឹងមានអីហើយកុំថាអូអ្នកខ្លះខាងថៃវាប្រឌិតវាអីគឺខ្ញុំនៅទីនេះស្រាប់ខ្ញុំឃើញបញ្ហាហ្នឹងព្រោះខ្ញុំគិតដល់ជនជាតិខ្ញុំដែរតាហើយប៉ុន្តែអត់អីទេជេរក៏ជេរទៅចឹងហើយចឹងចុងក្រោយដែលខ្ញុំសូមជម្រាបជូនបងប្អូនដែរថាដែលពីមុនយើងទទួលបានព័ត៌មានថាបងប្អូនដែលផុតwork permit បានការងារចំនួននៅប្រទេសថៃនេះប្រហែលជា 9,000 នាក់គឺក្នុងដាច់ឆ្នាំ 2025 នេះអញ្ចឹងឥឡូវនេះគឺខាងរដ្ឋាភិបាលថៃគាត់បន្តឲ្យ6ខែទៀតប៉ុន្តែរហូតមកដល់ពេលនេះគឺខាងក្រសួងការងារថាអត់ទាន់បានឃើញគឺមានភាគតិចណាស់ដែលចង់បន្តទៀតដើម្បីឲ្យទទួលបានការងារធ្វើកិច្ចការបន្តអញ្ចឹងគាត់ទុកពេលរហូតដល់6ខែដើម្បីឲ្យបងប្អូនធ្វើការនៅទីនេះដោយស្របច្បាប់ហើយបន្ទាប់ពីនោះទៅគឺមានរដ្ឋាភិបាលថ្មីមកព្រោះឥឡូវនេះប្រទេសថៃកំពុងនៅក្នុងរដ្ឋាភិបាលអន្តរកាលហើយខែកុម្ភៈនេះគឺមានការបោះឆ្នោតជាទូទៅបោះឆ្នោតជាតិសម្រាប់សភាហើយបង្កើតរដ្ឋាភិបាលហើយចាំមើលរដ្ឋាភិបាលថ្មីដែលគេមកនេះគឺគិតមានគោលនយោបាយយ៉ាងម៉េចចំពោះបងប្អូនពលករខ្មែរយ៉ាងម៉េចឬក៏ពលករបរទេសទៀតយ៉ាងម៉េចអាហ្នឹងចាំមើលយើងគិតទៀតចឹងហើយបានជាគេឲ្យ6ខែសិនណាគេឲ្យ6ហើយចឹងខ្ញុំសូមជូនព័ត៌មានប្រមាណសម្រាប់បងប្អូនជនរួមជាតិហើយសូមជូនពរណាឥឡូវនេះដល់ទីបញ្ចប់សូមជូនពរបងប្អូនជនរួមជាតិជាពិសេសពលករដែលត្រឡប់ទៅស្រុកខ្មែរវិញសូមជួបតែសំណាងល្អហើយទទួលបានការងារឆាប់ដើម្បីចិញ្ចឹមជីវិតបន្តទៅទៀតសូមអរគុណហើយជាមួយគ្នានេះផងដែរខ្ញុំសូមឲ្យបងប្អូនជនរួមជាតិដែលទស្សនាកម្មវិធីរបស់ខ្ញុំនេះខ្ញុំនឹងមានព័ត៌មានតាក់ទងនឹងសេដ្ឋកិច្ចតាក់ទងសង្គមនយោបាយនិងប្រវត្តិសាស្ត្រសម្រាប់បងប្អូនជនរួមជាតិទស្សនាហើយស្ដាប់ចឹងដើម្បីបានព័ត៌មានដើម្បីបានវីដេអូនេះមើលបន្តទៅទៀតសូមមេត្តាជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយនិង Follow Page ម្នាក់មួយផងដើម្បីខ្ញុំមានលទ្ធភាពដើម្បីបន្តនៅការងារនេះបន្តទៀតសូមអរគុណសូមជម្រាបលា